តាមដាក់ស្បែកជើងនៅ3កន្លែងនេះប្រសិនបើជាលោកអ្នកមិនចង់បាត់បង់នៅលាភសំណាងជំរាបសួរគ្នាទាំងអស់គ្នាថ្ងៃនេះខ្ញុំមកលោកគ្រូចន្ទសាសុវណ្ណរិស័កនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីការដាក់ស្បែកជើងនៅទីតាំង3កន្លែងដែលធ្វើឲ្យលាភសំណាងមិនអាចចូលផ្ទះបងប្អូនបានទី1បងប្អូនមិនគួរដាក់ស្បែកជើងនៅមុខផ្ទះឲ្យមានសភាពរញ៉េរញ៉ៃទេនោះមានន័យថាមិនតឹងមុខផ្ទះរបស់យើងបានពោពេញទៅដោយស្បែកជើងនិងធម្មពលមិនល្អអញ្ចឹងវាធ្វើឲ្យមុខផ្ទះពិបាកនឹងនាំឈីដែលល្អចូលមកក្នុងផ្ទះខាងណាអញ្ចឹងវាធ្វើឲ្យលាភសំណាងរបស់យើងត្រូវបានរារាំងនៅក្នុងបរិវេណមិនតឹងមុខផ្ទះរបស់យើងមិនអាចចូលមកដល់ក្នុងផ្ទះបានទេទី2បងប្អូនមិនគួរដាក់ស្បែកជើងនៅក្រោមគ្រែឬក៏នៅក្នុងបន្ទប់គេងទេតាមជំនឿស្បែកជើងគឺយើងពាក់ដើរទៅក្រៅអញ្ចឹងប្រកបណាស់នឹងនាំនៅធម្មពលអវិជ្ជមានចូលមកកាន់ផ្ទះរបស់យើងកាលណាដែលយើងយកស្បែកជើងទៅដាក់ក្រោមគ្រែឬក្រោមក្បាលរំលែកគេងធ្វើឲ្យបងប្អូនទាំងអស់គ្នាបាត់បង់នូវលាភសំណាងនិងធ្វើឲ្យបងប្អូនទាំងអស់គ្នាឈឺដោយមិនដឹងខ្លួនចំណុចទី3បងប្អូនមិនគួរដាក់ស្បែកជើងនៅផ្ទះបាយឬកន្លែងធ្វើម្ហូបនោះទេកន្លែងធ្វើម្ហូបគេចាត់ទុកថាជាកន្លែងមួយដែលស្អាតជាកន្លែងមួយដែលផ្ដល់ធម៌ពលដល់ម្ចាស់ផ្ទះនិងជាកន្លែងរក្សាទ្រព្យផងដែរកាលណាដែលយើងដាក់ធម៌ពលមិនល្អចូលទៅអាចធ្វើឲ្យម្ចាស់ផ្ទះជួបតែសំណាងមិនល្អហើយអាចប៉ះពាល់ដល់បញ្ហាសុខភាពទៀតជាពិសេសមេគ្រួសារប្រុសផងដែរ